រៀនចានៅឆ្នាំ2015ឥឡូវនេះឆ្នាំ2025បើសិនជាគិតមកដល់ឥឡូវចាជាធ្វើការក្នុងក្រសួងចាជាគ្រូបឋមសិក្សានេះគឺចំនួន10ឆ្នាំខ្ញុំសូមលើកមកកន្លែងនេះតិចថយក្រោយតិចដោយសារតែខ្ញុំចង់បង្ហាញថាចេះឆ្នាំនេះគឺជាឆ្នាំ2025តែគឺជាឆ្នាំទី1របស់ខ្ញុំដែលខ្ញុំអនុវត្តចាប់អំណាចការបង្រៀនជាចាប់អំណាចជឿជាក់ថាអត់មានការគំរាមកំហែងក្នុងថ្ងៃថាក្រសួងកម្ពុជាឲ្យមានចាប់អំណាចភាសាខ្មែរថ្នាក់ទី1និងថ្នាក់ទី2ជាលើកទី1លើកទី2លើកទី3ចឹងទៅចាអញ្ចឹងបន្ទាប់ពីខ្ញុំរៀនទៅតែរៀនអត់ខ្ញុំយកអនុវត្តឆ្នាំនេះគឺឆ្នាំទី1អញ្ចឹងអ្វីដែលខ្ញុំទទួលបានពីចាប់អំណាចចាទី1គឺខ្ញុំជំរាបជូននឹងចាត់ជួយឲ្យកុមារចាមានការលូតលាស់ផ្នែកបញ្ញាស្មារតីឲ្យគួរបានសួរថាកន្លែងណាអ្នកខ្លួនឯងមានអីមិនណាបានជាអ្នកខ្លួនឯងមកប្រាប់ខ្ញុំចឹងទេចាមានចាចឹងគឺថាលូតលាស់កន្លែងណាឥឡូវជាឧទាហរណ៍មេរៀនមួយក្នុងការបង្រៀនសិទ្ធិចប់ណាចាសិទ្ធិក្នុងតែផ្នែករបស់មេរៀនទី1គឺមានបកកបសកម្មភាពចាចឹងគឺថាចូលមកដល់ស្គាល់ផ្នែកក្នុងបញ្ញាស្មារតីមិនអ្នកគ្រូចាចឹងក្នុងការបង្រៀនមេរៀនមួយឧទាហរណ៍ចាគឺមានបកកម្មភាពពលសំខាន់កម្មភាពពលទី1គឺការស្គាល់សោះចាមុននឹងបង្រៀនចាបងប្អូនដែលនៅក្នុងថ្នាក់រៀនហ្នឹងចាបង្រៀនគាត់ឲ្យស្គាល់សោះសិនការតែគាត់លឺសូរជាគាត់ស្ដាប់នេះអូមានសូរបែបនេះទេចាឧទាហរណ៍ជាបង្រៀនអំពីពាក្យការកុំលឺឯកាគាត់ថាលឺការគាត់លឺគាត់គាត់ចាឲ្យស្គាល់សោះសិនចឹងគាត់ចាប់អារម្មណ៍គាត់ថាអូលឺគាត់វាចូលចំណុចទី2ក្នុងការបង្រៀនចំណានេះចាឲ្យគាត់ស្គាល់ទូរស័ព្ទបន្ទាប់ពីគាត់លឺសូរហើយគាត់យើងប្រហែលគាត់ចូលទៅតាប់គាត់ខ្ញុំទៅចូលក្នុងដែរមើលទៅមើលទៅចាគាត់ស្គាល់សូរឥឡូវគាត់ជួយគាត់ទូនេះកូនគាត់ចាំតែគ្រូអស់គាត់ចាំតែគ្រូរៀនកូនយើងបង្ហាញគាត់លឺសូរហើយគាត់ទូគេអូគាត់ទៅទៀតហើយចូលចំណុចការទៅជួយចា